បាទសួស្តីបងប្អូនទាំងគ្នាស្វាគមន៍សាជាថ្មីជាមួយនឹង Channel Business MOKH ទៀតហើយបាទថ្ងៃនេះដែរខ្ញុំមានអ្វីដែលថ្មីដែលចង់បង្ហាញទៅកាន់បងប្អូនដែលទើបតែនឹងចាប់ផ្ដើមហ្នឹងហើយពីរបៀបនៃការដាក់តាមណែរូបបាំងមុខណាបងប្អូនទាំងគ្នាអញ្ចឹងបងប្អូនដែលអ្នកថ្មីគាត់ច្បាស់ជាអត់ទាន់ដឹងពីរបៀបនៃការដាក់តាមណែរូបភាពបាំងមុខដូចនៅលើវីដេអូមួយនេះទេបាទអញ្ចឹងในការដាក់ខ្ញុំមានពីររបៀបសម្រាប់ឲ្យបងប្អូនទាំងគ្នាដាក់ជាមួយនឹងតាមណែលើរូបវីដេអូរបស់យើងបាទអញ្ចឹងในការដាក់គឺអត់មានអីបាក់ទេបងប្អូនទាំងគ្នាងាយទេដើម្បីឲ្យតាក់ទាញឲ្យមាន viewer ដើម្បី click ចូលទៅមើលនៅវីដេអូរបស់យើងកាលណាបងប្អូនទាំងគ្នាដាក់ជារូបបែបនេះនេះបងប្អូនទាំងគ្នាបាទជារូបបែបនេះគឺមិនតាក់ទាញទៅដល់ viewer របស់យើងទេឬក៏អ្នកទស្សនានៅវីដេអូរបស់យើងទេធម្មតាគឺយើងដាក់ចេះគឺវាតទេស្រឡះហ្មងគឺមើលទៅវាអត់មានភាពតាក់ទាញនៅចំណុចពិសេសរបស់យើងអញ្ចឹងណាបាទងាយទេគឺដូចតែខ្ញុំប្រាប់បងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាអាចដាក់បានពីររបៀបចាំតែមើលទាំងអស់គ្នាគឺខ្ញុំប្រាប់ទៅតាមរបៀបនីមួយៗនៃការដាក់តាមណែតើធ្វើម៉េចយើងដាក់តាមណែដើម្បីឲ្យមាន view ដើម្បីចូលទស្សនានៅវីដេអូរបស់យើងអញ្ចឹងណាបាទតោះអញ្ចឹងមុននឹងចូលទៅកាន់នៃការបង្ហាញនឹងឲ្យស្នំពើបងប្អូនទាំងគ្នាកុំភ្លេចជួយចុចប៊ូតុង Subscribe នៃ Channel របស់ខ្ញុំអ្នកមួយទៅដើម្បីទទួលបាននៅគន្លឹះថ្មីឬក៏ technique ថ្មីពី Channel របស់ខ្ញុំបាទតោះឥឡូវកុំឲ្យខាត់ពេកបងប្អូនហ្នឹងហើយបងប្អូនទាំងគ្នាត្រូវតែមានជាមួយនឹងកម្មវិធីមួយ YT Studio បងប្អូនទាំងគ្នាហ្នឹងហើយអញ្ចឹងបងប្អូនទាំងគ្នាត្រូវតែមានកម្មវិធីនេះមួយមកអញ្ចឹងបងប្អូនទាំងគ្នាអាចធ្វើការដំឡើងនៅក្នុង Play Store បាទអញ្ចឹងបងប្អូនអាចធ្វើការវាយតាពាក្យ YT ប៉ុណ្ណឹងមកវាចេញហើយអញ្ចឹងដោយសារតែខ្ញុំបានដំឡើងវារួចហើយគឺកម្មវិធីមួយហ្នឹងគឺយើងអាចធ្វើការដាក់តាមណែយើងអាចមើលនៅនេះបាននៅចំនួននេះចឹងណាបងប្អូនទាំងគ្នាចំនួនអ្នកមើលអីចឹងណាតែតាមជាក់ស្ដែងចឹងបាទឥឡូវខ្ញុំអត់បង្ហាញពីពុតនោះទេថ្ងៃនេះខ្ញុំប្រាប់ពីរបៀបនៃការដាក់តាមណែអញ្ចឹងបងប្អូនទាំងគ្នាអាចធ្វើការដាក់របៀបទី1គឺអាចដាក់នៅក្នុងYT Studio មួយនឹងបានបាទអញ្ចឹងបងប្អូនទាំងគ្នានឹងឃើញនៅចំណុចមួយដែលមាននៅខាងលើសញ្ញាខ្មៅដៃហ្នឹងដែលខ្ញុំបានបង្ហាញហ្នឹងបាទអញ្ចឹងបងប្អូនទាំងគ្នាចុចលើនឹងមកបាទនៅពេលមកដល់ចំណុចកន្លែងនេះបងប្អូនទាំងគ្នានឹងច្បាស់ជាឃើញសញ្ញាខ្មៅដៃទៀតអញ្ចឹងបងប្អូនទាំងគ្នាប៉ះទៅលើចំណុចខ្មៅដៃមួយនឹងទៀតមកបាទអញ្ចឹងមកដល់កន្លែងនេះគឺគេឲ្យជំរឿជា3 4ជំរឿអញ្ចឹងជំរឿខាងក្រោមនេះជំរឿដែល3 4នេះខាង YouTube គេផ្ដល់ឲ្យយើងហ្នឹងហើយអញ្ចឹងដែលយើងចង់ដាក់តាមណែខ្លួនឯងអញ្ចឹងតាមណែយើងត្រូវតែធ្វើឲ្យហើយបងប្អូនទាំងគ្នាអញ្ចឹងពីរបៀបនៃការធ្វើបងប្អូនទាំងគ្នាអត់តន់ចេះធ្វើទេខ្ញុំនឹងចេញពីរបៀបនៃការធ្វើតាមណែតាមវីដេអូរបស់យើងអញ្ចឹងណាគឺខ្ញុំប្រាប់ពី technique មួយចំនួនខ្លះដែលខ្ញុំធ្លាប់ធ្វើបាទអញ្ចឹងបងប្អូនទាំងគ្នាអាចធ្វើការនេះចុចមកចំណុចកន្លែងនេះមកបាទចុចលើនឹងមកដើម្បីយើងទៅរើសឬក៏ទៅដាក់រូបតាមណែរបស់យើងអញ្ចឹងបងប្អូនទាំងគ្នាអាចដាក់មកនេះឃើញអត់អញ្ចឹងរូបតាមណែរបស់យើងបានដាក់ហើយបងប្អូនទាំងគ្នាកលេចទៅខាងលើចុចពាក្យដានហ្នឹងមកបាទហ្នឹងហើយជាការស្រេចបាត់ហើយគឺងាយទេបងប្អូនទាំងគ្នាហើយយើងចុចពាក្យ save មួយទៀតបាទហ្នឹងហើយគឺយើងអាច save បានមួយទៀតបាទយើង save ទៅគឺរូបភាពបាំងមុខឬក៏ហ្នឹងហើយខាងមុខគឺវាស្អាតអញ្ចឹងតែម្ដងគឺវាអត់មានភាពអញ្ញែញ៉ៃនៅក្នុងវីដេអូរបស់យើងអញ្ចឹងណាជួនកាលដាក់មកគឺវាអត់ត្រូវទាំងអស់ទេបងប្អូនទាំងគ្នាវាអត់មានរូបភាពណាដែលមានភាពតាក់ទាញដែលមើលទៅឲ្យ viewer យើងដើម្បី click ចូលទៅមើលនៅវីដេអូរបស់យើងទេបាទអញ្ចឹងនឹងគឺជារបៀបទី1អញ្ចឹងរបៀបទី2បងប្អូនទាំងគ្នាចូលទៅកាន់ browser បងប្អូនទាំងគ្នាមកបាទអញ្ចឹងបងប្អូនទាំងគ្នាចូលទៅកាន់ browser បងប្អូនទាំងគ្នាមកមួយណាក៏បានដែរមិនថាជ្រុំថាអីទេហ្នឹងហើយអញ្ចឹងបងប្អូនទាំងគ្នាចុចមកចំណុចទី2នេះមកនេះបាទហ្នឹងដែលខ្ញុំបាញ់សញ្ញាព្រួយហ្នឹងអញ្ចឹងបងប្អូនទាំងគ្នាប៉ះទៅលើនៅចំណងជើងនៅវីដេអូរបស់យើងបាទប៉ះនៅកន្លោនខ្ញុំដាក់គូសហ្នឹងមកប៉ះមួយមកវាច្បាស់ជាលោតមកដល់កន្លែងនេះហើយអញ្ចឹងបងប្អូនទាំងគ្នាអាចធ្វើការដាក់តាមណែនៅកន្លែងនេះបានមួយទៀតបងប្អូនទាំងគ្នាបាទហ្នឹងនៅពេលបងប្អូនទាំងគ្នាចាប់ដើមបង្ហោះនៅក្នុងbrowser ដូចជា Chrome មិនថា browser អីដែលបងប្អូនទាំងគ្នាបានធ្វើការ login ចូលទៅក្នុង browser មួយហ្នឹងបាទអញ្ចឹងបងប្អូនទាំងគ្នាអាចដាក់តាមនៅពេលបង្ហោះភ្លាមក៏បានឬក៏បងប្អូនទាំងគ្នាអាចដាក់ unlist ចោលទៅយើងធ្វើតាមណែហើយបងប្អូនទាំងគ្នាអាចយកមកដាក់នៅក្នុង YT Studio ក៏បានដែរដូចតែគ្នាទេបងប្អូនទាំងគ្នាហ្នឹងហើយអញ្ចឹងពីរបៀបហ្នឹងសង្ឃឹមថាបងប្អូនទាំងគ្នានឹងចេះ
ដាក់សម្រាប់បងប្អូនដល់គ្នាថ្មីបាទបងប្អូនដល់គ្នាថ្មីពេលខ្លះគាត់អត់ដឹងពីរបៀបនៃការដាក់ទេមិនដឹងថាដាក់ដោយរបៀបណាហ្នឹងហើយមិនដឹងថាធ្វើម៉េចបានអាចដាក់តាមណែរូបបាំងមុខដែលមានភាពតាក់ទាញដើម្បីឲ្យ viewer របស់យើងអាចចូលទៅមើលបានអញ្ចឹងណាហ្នឹងហើយអញ្ចឹងពីរបៀបហ្នឹងគិតថាបងប្អូនដល់គ្នានឹងយល់ហើយហ្នឹងហើយបើសិនជាបងប្អូនដល់គ្នាអត់យល់នៅចំណុចកន្លែងណាឬក៏ឆ្ងល់បងប្អូនដល់គ្នាអាច comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបន្ថែមទៀតបានអញ្ចឹងខ្ញុំនឹងចេញវីដេអូឬក៏ព្យាយាមឆ្លើយតបតាម comment បងប្អូនដល់គ្នាដែលបាន comment បាទចឹងខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ការចែកម្លែកទៅកាន់បងប្អូនទាំងគ្នាបើសិនជាបងប្អូនទាំងគ្នាពេញចិត្តនៅវីដេអូខ្ញុំហ្នឹងហើយកុំភ្លេចជួយចុចប៊ូតុង Subscribe ដាក់មួយទៅដើម្បីទទួលបាននៅคลิปវីដេអូថ្មីៗពី Channel របស់ខ្ញុំទៀតបាទអរគុណជួបគ្នានៅវីដេអូថ្មីទៀត